នយើងឃើញ slide ទេណាបាទបាទអូខេយើងជួយបាទអរគុណច្រើនហ្នឹងជួយមញូតខ្លួនឯងផងព្រោះកុំឲ្យមានសម្លេងរំខានពីខ្ញុំបញ្យល់បាទយើងថ្ងៃនេះយើងនិយាយអំពីរបៀបផ្សេង introduction ហើយខ្ញុំនិយាយរឿងផ្សេងអត្ថបទនេះវាច្រើនពេកហើយតែទៅមកអញ្ចឹងណាប៉ុន្តែគ្នាយើងខ្លះគាត់ចាប់បានអ្នកខ្លះទៅចូលរួមដែរចាប់បានខ្លះអត់ខ្លះអញ្ចឹងទៅប៉ុន្តែគាត់ថាការងារសរសេរស្រាវជ្រាវនោះត្រូវការយើងស្វែងយល់រហូតទោះបីខ្ញុំខ្លួនឯងសរសេរបានច្រើនក៏ដោយក៏នៅតែបន្តស្វែងយល់រៀនសូត្របន្ថែមដូចគ្នាអញ្ចឹងគាត់ថាខ្ញុំចេះបានប៉ុណ្ណឹងខ្ញុំចេះព្យាយាមចែកម្លែកតាមដែលអាចធ្វើទៅបានណាព្យាយាមធ្វើម្ដងមួយខែពេលខ្លះដល់រវល់ទៅក៏រំលងទៅក៏មានដែរតែមកក្រោយនេះខ្ញុំធ្វើទងមួយខែម្ដងលើកប្រធានបទនេះប្រធានបទនោះយកមកនិយាយអញ្ចឹងសម្រាប់បងប្អូនយើងដែលថ្មីអត់ដែលចូលរួមកម្មវិធីម្ដងដាស្រាវជ្រាវនោះទេខ្ញុំសូមណែនាំខ្លួនតិចចុះខ្ញុំឈ្មោះគឹមគង់ហើយខ្ញុំរៀន PhD បញ្ចប់ PhD ផ្នែកអប់រំមកពីប្រទេសអូស្ត្រាលីហើយឥឡូវហ្នឹងនៅប្រទេសអូស្ត្រាលីទេព្រោះទៅត្រឡប់មកវិញអញ្ចឹងណាហើយពីមុនខ្ញុំបរៀនជាគ្រូបរៀនសាកលវិទ្យាល័យផ្សេងអញ្ចឹងណាហ្នឹងហើយធ្លាប់ធ្វើការឲ្យក្រសួងអប់រំគង់បាន2ឆ្នាំជាងដែរនៅយុឋានស្រាវជ្រាវវិទ្យាសាស្ត្រហើយឥឡូវហ្នឹងក៏ឈប់ហើយប៉ុន្តែនៅតែបន្តធ្វើកិច្ចការចែករំលែកចំណេះដឹងតាមរយៈ online training រហូតមកដែរម្ដងឥឡូវខ្ញុំធ្វើបាន7 10 ដងហើយខ្ញុំកត់ទុកណាអានេះលើកទី17តែមិនមែនតែដែរទេគឺប្រធានបទផ្សេងគ្នាទៅសេ lecture review សេ method ទៅសេ paper ឥឡូវយើងនិយាយអំពីរបៀបផ្សេង introduction ហើយព័ត៌មានផ្សេងពាក់ព័ន្ធនឹង trending ហ្នឹងខ្ញុំនឹង announce ផ្សព្វផ្សាយនៅក្នុង Telegram research training ហ្នឹងហើយនឹង Telegram របស់ Cambodian Education Forum ដោយសារតែ platform Telegram ហ្នឹងហើយនឹងមាន Facebook មួយទៀតអញ្ចឹងណាហើយបងប្អូនយើងចាប់អារម្មណ៍ចង់ចូលរួមថ្ងៃក្រោយទៀតគឺនៅក្នុងក្រុមហ្នឹងគឺវាមានកម្មវិធីអីយើង share ក្នុងហ្នឹងហើយពេលខ្លះខ្ញុំបើកបង្រៀន free ដូចថ្ងៃហ្នឹងអញ្ចឹងពេលខ្លះទៀតត្រូវ donate $5ឡើងបានឲ្យចូលរួមអីចឹងណាវាតាមជាក់ស្ដែង free ខ្លះcharge ខ្លះប៉ុន្តែ free ហ្នឹងក៏យើងព្យាយាមស្នើឲ្យបងប្អូនយើងចូលរួមជួយ donate តាមលទ្ធភាពជាក់ស្ដែងហ្នឹងទៅហើយសូមអរគុណច្រើនដែរបងប្អូនយើង donate មាន$1 $2 $5អញ្ចឹងណាមានអ្នកខ្លះដល់$10អញ្ចឹងទៅអញ្ចឹងខ្ញុំសូមអរគុណច្រើនមែនតើដោយសារតើតើមានការគ្រប់គ្រងពីបងប្អូនយើងបានកម្មវិធីនោះជាតែមានទៅមុខទៀតអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងថ្ងៃនេះយើងនិយាយអំពីរបៀបទៅសេ introduction ហើយមែនតើទៅសេ paper ទៅសេ introduction ហ្នឹងយើងអាចថាពិបាកទៅសេមិនដឹងចាប់ដើមពីខាងណាទៅខាងណាអញ្ចឹងណាប៉ុន្តែបើយើងយល់ថា introduction មួយវាត្រូវមានស្អីយើងអត់ពិបាកទេយើងដើរតាមផ្លូវនឹងដូចគ្នាអញ្ចឹងគ្រប់ paper ទាំងអស់ចង់ទៅសេអីក៏ដោយគឺគ្រប់ paper ទាំងអស់យើងមានផ្លូវត្រូវដើរអញ្ចឹងណាអញ្ចឹងយើងដឹងផ្លូវដើរនឹងហើយគឺយើងដើរទៅបានហើយដូចយើងទៅខេត្តឬក៏ទៅកន្លែងណាមួយអញ្ចឹងដំបូងវាពិបាកទៅលើកទី1យើងស្គាល់ផ្លូវបន្តិចទៅលើកទី2លើកទី3ទៅច្រើនដងយើងលែងទាំងមើល Google Map ឬក៏មើលអីគឺទៅ direct យើងមកអញ្ចឹងណាហ្នឹងហើយអញ្ចឹងការសរសេរអត្ថបទស្រាវជ្រាវគឺដូចតែគ្នានោះទេគឺត្រូវការយើងស្គាល់ផ្លូវហើយយើងដើរតាមផ្លូវហ្នឹងទៅមកច្រើនដងទៅវាធ្វើឲ្យការសរសេររបស់យើងហ្នឹងវារលូនហើយគ្រាន់ថាការសរសេរអត្ថបទស្រាវជ្រាវវាមាន2កម្រិតទី1យើងត្រូវដឹងថាត្រូវសរសេរយ៉ាងម៉េចត្រូវថាមានអីខ្លះត្រូវសរសេរដឹងប៉ុណ្្នឹងហើយអត់ទាន់ចប់ទេណាត្រូវចេះសរសេរវាទៀតអញ្ចឹងណាចឹងអាចចេះសរសេរត្រូវការអនុវត្តត្រូវការមើលរបស់គេអានរបស់គេច្រើនអញ្ចឹងតើតើហើយភាគច្រើនខ្ញុំឃើញខ្ញុំធ្វើការជាមួយអ្នកនិពន្ធច្រើនគឺគាត់សរសេរបានប៉ុន្តែអ្វីគាត់សរសេរហ្នឹងវាអត់ត្រូវរបៀបថាវាអត់តាមផ្លូវដែលយើងគួរតែដើរណាវាអញ្ចឹងណាដូចជាយើងដើរដល់ទីដូចគ្នាតែអាមុនដល់ទីហ្នឹងគឺវាអាផ្លូវហ្នឹងវាគេដើរត្រង់ផ្លូវយើងកាច់កង់វាពិបាកយល់អញ្ចឹងណាអូខេហើយថ្ងៃនេះខ្ញុំនិយាយតែ3ចំណុចទេគឺគ្រោងឆ្អឹងនៃសេចក្តីផ្ដើមធាតុសំខាន់ដែលយើងគួរតែមាននៅក្នុងសេចក្តីផ្ដើមហើយលើកពីបញ្ហាស្រាវជ្រាវនិងគោលបំណងនៃការស្រាវជ្រាវមកនិយាយបន្តិចដែរដោយសារតែនៅក្នុងសេចក្តីផ្ដើមយើងត្រូវបង្ហាញពីបញ្ហាស្រាវជ្រាវហើយគោលបំណងស្រាវជ្រាវច្បាស់
តទៅពីនឹងច្បាស់បានយើងទៅមុខទៀតទៅ literature review ទៅ method ទៅអីទៀតស្រួលអញ្ចឹងណាហ្នឹងហើយអញ្ចឹងចំណុច3ហ្នឹងហើយក្នុងបទបង្ហាញនេះខ្ញុំនឹងបង្ហាញដល់ពាក្យកណ្ដាលទីខ្ញុំនឹងសម្រាប់បន្តិចដើម្បីឲ្យបងប្អូនយើងសួរសំណួរអញ្ចឹងបើមានសំណួរពេលខ្ញុំកំពុងបង្ហាញមិនបាច់តន់សួរទេចាំពេលខ្ញុំថាសម្រាប់យើងអាចចាប់ដើមសួរ 4-5 នាក់អញ្ចឹងទៅសួរចប់បានយើងទៅមកតង់ទៀតយើងចប់អញ្ចឹងណាព្រោះពេលខ្ញុំ present ទៅយើងសួរមកបន្តភ្លាមវាអាចដំណើរអញ្ចឹងយើងទៅសិនចាំពេលខ្ញុំថាអូខេ present បាន1ម៉ោងខ្ញុំ break ហើយយើងអាចចាប់ដើមសួរឆ្លើយគ្នាបានអញ្ចឹងសូមជួយបញ្ញួតផងដោយសារឮសំឡេងមកតរហូតបាទយើងផ្នែកទី1ដែលយើងនិយាយថ្ងៃហ្នឹងគឺក្រងឆ្អឹងនៃសេចក្តីផ្ដើមហើយខ្ញុំបានតម្លាក់ចូលក្នុងក្រុមខ្លះហើយយើងធ្លាប់ឃើញគេ share នៅក្នុង Facebook អីអញ្ចឹងនៅក្នុង introduction យើងមើលឃើញគឺវាធំហើយរួមតូចគេហៅ general to specific នេះណាខ្ញុំគួរឲ្យមើលណាតទៅចូល literature review method design ហ្នឹងគឺតូចមែនតើវា specific មែនតើព្រោះហ្នឹងសម្រាប់ research របស់យើងហើយយើងចប់ប៉ុណ្ណឹងយើងចូល discussion យើង break មកវិញbreak ពី specific to general ចាប់ដើមនិយាយពីរឿងយើងរុញទៅដល់រឿងគេផ្សេង research paper ផ្សេងអីផ្សេងរហូតដល់ conclusion គឺbreak ឲ្យធំទៅវិញអញ្ចឹងរៀងរបស់ paper គឺវាតែប៉ុណ្្នឹងទេចេញពីធំទូទៅរហូតមកដល់ចំណុចជាក់លាក់ហើយយើងនិយាយពី method finding របស់យើងនិយាយ method finding ចប់យើងចូល break មកវិញទៅជាភាសា conclusion អីចឹងទៅអានេះទូទៅទេតែថ្ងៃនេះយើងអត់និយាយទាំងអស់ទេយើងនិយាយតែ introduction មួយទេយកមកមើលខ្ញុំលើក introduction ក្នុងភាសាខ្មែរតិចចុះភាសាក្នុងភាសាខ្មែរ introduction យើងមាន3ចំណុចពេលយើងសរសេរយើងមានលំនាំបញ្ហាយើងលើកពីបញ្ហាដែលយើងចង់សរសេរយកមកនិយាយចំណូលបញ្ហាយើងចូលទៅនិយាយរឿងបញ្ហាចំណោទបញ្ហាយើងលើកជាសំណួរថាតើដោះស្រាយបញ្ហាយ៉ាងម៉េចហើយពេលគេសរសេរតែក្តីគេធ្វើតាមហ្នឹងគឺលំនាំបញ្ហាចំណូលបញ្ហាចំណោទបញ្ហាចឹងទៅមកកថាខណ្ឌម្ដងចឹងណាហើយក្នុងអង់គ្លេសក៏វាអញ្ចឹងដែរវាអត់មានអីខុសគ្នាទេព្រោះសរសេរតែសេចក្តីដូចគ្នាឬក៏សរសេរ research paper ដូចគ្នា research paper ដូចជាតែសេចក្តីមួយអញ្ចឹងគ្រាន់តែនៅភាសាខ្មែរយើងតែសេចក្តីយើងភាគច្រើនសរសេរតាមការនឹកឃើញទេឬក៏តាមការចងចាំទៅលើអក្សរសិល្ប៍ឬក៏រឿងនេះរឿងនោះយកមកលើកយកមកនិយាយបកស្រាយអញ្ចឹងណាតែក្នុង research paper យើងយក research article មកបញ្យល់មកធ្វើជាឯកសារវាខុសគ្នាតែប៉ុណ្្នឹងទេតែរៀងវាពិសេសដូចគ្នាទេនៅក្នុងសេចក្តីផ្ដើមជាភាសាអង់គ្លេសយើងចែកចេញជា3ផ្នែកដូចគ្នាអញ្ចឹងតែគេមានឈ្មោះជាក់លាក់របស់គេហើយគ្នាយើងមិនបាច់ចាំឈ្មោះហ្នឹងអីពេកទេដឹងថាមាន3ផ្នែកគេហៅ move 3 moves move គឺការយើងសរសេរអីគេដំបូងគេឲ្យយើងសរសេរពាក់ព័ន្ធទៅនឹងគេហៅ establishing a territory យើងលើកប្រធានបទយកមកនិយាយហើយដើម្បីលើកប្រធានបទយកមកនិយាយគេឲ្យយើងនិយាយមានដំណាក់កាល3ដែលយើងអាចយកមកនិយាយដំណាក់កាលទី1គេហៅថា claiming centrality បានន័យថាយើងលើកថារឿងដែលយើងកំពុងតែនិយាយគឺសំខាន់ centrality គឺសំខាន់តែហ្នឹងយើងអះអាងថាប្រធានបទរបស់យើងហ្នឹងគឺជាប្រធានបទសំខាន់ដែលយើងគួរតែយកមកពិភាក្សាយកមកសរសេរជាអត្ថបទស្រាវជ្រាវទី1អាចធ្វើយ៉ាងក៏បាន step ទី2 making topic generalization យើងលើករឿងទូទៅពាក់ព័ន្ធនឹងប្រធានបទហ្នឹងយកមកនិយាយឧទាហរណ៍ថាយើងថាចង់សរសេរពីការស្រាវជ្រាវយើងថាការស្រាវជ្រាវគឺមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសជាតិអាហ្នឹងគេហៅ topic generalization យើងយកមកនិយាយថាការស្រាវជ្រាវគឺសំខាន់វាស្មើនឹង claiming centrality ដូចគ្នាបានន័យថាយើងព្យាយាមអះអាងថាប្រធានបទដែលយើងកំពុងសិក្សាហ្នឹងគឺសំខាន់ឧទាហរណ៍ថាយើងសរសេរអំពី transformational leadership ឧទាហរណ៍ណាប្រធានបទយើង transformational leadership អញ្ចឹងយើងប្រកាសជាចេញដំបូងថានិយាយថា transformational leadership ហ្នឹងគឺសំខាន់បើយើងនិយាយថ្នាក់រៀនអាចថា principle transformational leadership ឬក៏គ្រូអីចឹងទៅយើងលើកហ្នឹងថាវាសំខាន់ហើយ make topic generalization ហ្នឹងបានថាយើងព្យាយាមលើក
ចំណុចទូទៅពាក់ព័ន្ធនឹង transformational leadership ហ្នឹងយកមកនិយាយថាវាសំខាន់ហើយទី3 review items of previous research យើងលើកថាការស្រាវជ្រាវពីមុនក៏គេនិយាយថាសំខាន់ដែរaccording to this research ឬក៏ according to this researcher អញ្ចឹងណាtransformational leadership is one of the important leadership skill អីចឹងទៅអញ្ចឹងចំណុចទី1 step 1 2 3ហ្នឹងយើងប្រើមួយណាក៏បានយើងប្រើទាំង3ក៏បានប្រើ2ក៏បានប្រើ1ក៏បានសំខាន់ត្រូវមាន1 at least ណាក្នុងចំណោម3ហ្នឹងព្រោះវាពាក់ព័ន្ធនេះទេទី1គឺយើងអះអាងថាប្រធានបទយើងសំខាន់ទី2យើងព្យាយាមលើកចំណុចទូទៅពាក់ព័ន្ធនឹងប្រធានបទរបស់យើងទី3យើងលើកការសិក្សាណាមួយដែលគេបានរកឃើញថាអានឹងសំខាន់អញ្ចឹង3ហ្នឹងគឺព្យាយាមធ្វើម៉េច establish territory គឺព្យាយាមទាញចំណាប់អារម្មណ៍អ្នកអានថាប្រធានបទដែលយើងកំពុងសិក្សាហ្នឹងគឺសំខាន់ការងារយើងធ្វើតែប៉ុណ្្នឹងបានគឺចប់ហើយយើងធ្វើបានក្នុងប្រហែលជាមួយ paragraph អាហ្នឹងណាព្យាយាមលើកចំណុចសំខាន់របស់ប្រធានបទហ្នឹងហើយបានមក paragraph នោះយើងចប់ហើយពេលខ្លះគេឡើងដល់2 paragraph at least one paragraph បើយើងសរសេរ introduction ខ្លី3ហ្នឹងគឺតែ3 paragraph បានហើយតែបើរៀងវែងឡើងដល់ប្រហែលជា5ទៅ1 paragraph ឧទាហរណ៍ថាបើសិនយើងសរសេរមួយ paragraph សម្រាប់អានេះមួយ paragraph សម្រាប់អានេះមួយ paragraph សម្រាប់នេះ introduction យើងមានតែ3 paragraph ទេចឹងនេះយើងអាចសួរថាចំលោកគ្រូ introduction សរសេរប្រហែលទំព័រអត់ទៀងទេអ្នកខ្លះគេសរសេរកន្លះទំព័រអ្នកខ្លះគេសរសេរមួយទំព័រអ្នកខ្លះសរសេរមួយទំព័រកន្លះអ្នកខ្លះ2ទំព័រទៅតាមការសរសេររបស់គេគ្រាន់ថាក្នុងការសរសេរយើងត្រូវចេញរំលេចឲ្យបាន3រឿងដូចក្នុងតែសេចក្តីខ្មែរយើងត្រូវមានលំនាំបញ្ហាចំណូលបញ្ហាចំណត់បញ្ហាក្នុងអង់គ្លេសត្រូវមានចំណុចមួយដែលលើកថាប្រធានបទនោះសំខាន់ឬក៏មានការសិក្សាពាក់ព័ន្ធនឹងហ្នឹងដែលបង្ហាញថានឹងសំខាន់បានយើងចូលទី2គេហៅថា establishing a niche establishing a niche ហ្នឹងបានថាយើងព្យាយាមរកក្នុងប្រធានបទនេះដែលយើងថាសំខាន់ហ្នឹងយើងព្យាយាមរកចំណុចមួយនៅក្នុងប្រធានបទហ្នឹងដែលយើងគិតថាវាជាចំណុចក្តៅដែលយើងចង់យកមកសិក្សាជាចំណុចមួយដែលយើងចង់យកមកវិភាគវែកញែកនៅក្នុងនេះរបស់យើងចង់យើងឃើញសារច្រើនណាស់នៅក្នុងអត្ថបទរបស់យើងអញ្ចឹងដើម្បី establishing a niche យើងមាន4 steps ដែល4 step នេះយើងចង់ធ្វើទាំង4នឹងក៏បានធ្វើ1ក៏បាន2ក៏បាន3ក៏បាន4ក៏បានបានថាក្នុងចំណោម3នេះយើងយក1ឬក៏យក3បានថា1ពី3ហ្នឹងគឺថា1ណាក៏បានទាំង2ក៏បានទាំង3ក៏បានអានេះក៏អញ្ចឹងដែរគឺ1 2 3 4ហ្នឹងគឺយើងយកមួយណាក៏បានទី1គឺគេហៅថា counter claim ហ្នឹងគឺយើងធ្វើការអះអាងមួយដែលខុសពីគេដែលខុសពីការសិក្សាពីមុនមកអញ្ចឹងណាឧទាហរណ៍ថាការសិក្សាពីមុនគេបង្ហាញថាកត្តាមួយនេះមានឥទ្ធិពលទៅលើអានេះឧទាហរណ៍អញ្ចឹងយើងមកអះអាងថាកត្តាហ្នឹងប្រហែលជាមិនមានឥទ្ធិពលទៅលើនឹងទេមានកត្តាផ្សេងទៀតដែលមានឥទ្ធិពលទៅលើនឹងដែរអញ្ចឹងយើងព្យាយាមអះអាងរឿងអីដែលខុសពីគេដែលខុសពីការគេសិក្សារកឃើញមុនដើម្បីអះអាងនឹងបានតើយើងទៅ review literature ច្បាស់ឲ្យដឹងថាវាមិនអញ្ចឹងណាវាពិបាកកន្លែងហ្នឹងទី2គឺ indicating the gap ជួនកាលយើងមិនបាច់ទៅប្រឆាំងមួយគេទេយើងលើកចំណុចមួយដែលថាគេសិក្សាមក1 2 3 4 5តែអត់មានអ្នកណាសិក្សាពីរឿងទី6ទេឬក៏គេសិក្សា1 2 4 5អស់ហើយនៅសល់ទី3អត់តមានអ្នកសិក្សាអញ្ចឹងយើងមកសិក្សាអំពីទី3អញ្ចឹងព្យាយាមរកមើលចន្លោះប្រហោងណាដែលអត់តមានអ្នកសិក្សាជួនកាលទៅយើងលើកជាសំណួរវិញយើងអត់ទៅប្រឆាំងមួយគេអត់បង្ហាញថាមានកង្វះខាតឬក៏មានចន្លោះប្រហោងណាទេតែយើងលើកជាសំណួរមួយដើម្បីសិក្សាសំណួរហ្នឹងគឺខ្លាចជា research question របស់យើងហ្នឹងហើយទី4គេហៅថា continuing a tradition ហ្នឹងគឺយើងបន្តសិក្សាពីរឿងហ្នឹងបន្តទៅទៀតគេសិក្សាពីរឿងហ្នឹងបានច្រើនហើយ1 2 3 4 5ក៏ប៉ុន្តែយើងមកហ្នឹងគឺយើងសង្កសិក្សារឿងហ្នឹងបន្តទៀត
ដើម្បីបន្ថែមសំណួរឬក៏អីទៀតអញ្ចឹងយើងអត់ប្រឆាំងមួយគេអត់រក gap អីទេគ្រាន់តែយើងចង់សិក្សាពីនឹងបន្ថែមដើម្បីបានតន័យកាន់តែច្រើនជាងនឹងយកមកយើង contribute to knowledge អីចឹងណាអញ្ចឹងចំណុចទី2គឺយើងព្យាយាមធ្វើម៉េចទេមាន4ចំណុចហ្នឹងហើយភាគច្រើនគេយកអាទី2អាទី2គេហៅ research problem ឬក៏ research gap អាហ្នឹងវាល្អជាងផ្សេងទាំងអស់ដោយសារអីដោយសារតែការសិក្សាស្រាវជ្រាវគឺសិក្សាទៅលើអ្វីដែលគេអត់ទាន់សិក្សាបើគេសិក្សាឲ្យអស់យើងទៅសិក្សាទៀតវាខាតពេលខាតធនធានរបស់យើងអញ្ចឹងណាអញ្ចឹងព្យាយាមរកមើល gap ឲ្យឃើញថាតើគេសិក្សាអីអស់ហើយមិនទាន់សិក្សាពីអីអាហ្នឹងវាតាក់ទងនឹង step 3លើនេះ3លើនេះយើងប្រាប់គេថាប្រធានបទហ្នឹងមានការសិក្សាមកច្រើនខ្លះហើយបង្ហាញថាហ្នឹងសំខាន់ក៏ប៉ុន្តែការសិក្សាពីមុនមកហ្នឹងគឺអត់ទាន់មានអ្នកសិក្សាពីរឿងនេះទេនេះអាទី2យើងនិយាយអត់ទាន់មានអ្នកសិក្សាពីរឿងហ្នឹងទេហើយបើយើងចូលទៅទី3អាទី3ពេលយើងបង្ហាញគេថាមាន gap ឬក៏មានសំណួរត្រូវឆ្លើយហើយយើងចូលទៅឆ្លើយហ្មងយើងថាគោលបំណងនៃការសិក្សានេះគឺឆ្លើយទៅសំណួរហ្នឹងឬក៏ fill gap នេះអញ្ចឹង step ទី3 move ទី3វាមាន2 step 3 step ហ្នឹងយើងចង់ប្រើមួយណាក៏បានដែរ1 2 3ហ្នឹងចង់អ្នកអត្ថបទខ្លះគេយកតែ step ទី1ចប់អត្ថបទខ្លះទៀតទី1ទី2ទី3ខ្លះទៀត1 3ខ្លះ1 2ទាំងអាទី1ទី2ត្រូវមានណាទី1នេះអាទី1មាន2ទៀតចង់ outline purpose ក៏បានចង់ទាំង2ក៏បានចង់តែ1ក៏បានអញ្ចឹងត្រង់ហ្នឹងបានថា3ហ្នឹង step 1 2 3ហ្នឹងគឺយើងអាចយក step ទី1បូកជាមួយ step ទី 1B បូកជាមួយទី2ទី3ក៏បានឬក៏តែ step 1នឹង1ក៏បានសំខាន់ជាងគេត្រូវមានអា step 1និង step 1A 1B នេះត្រូវមាន1ហើយបូកជាមួយអា2 3អា2 3មានក៏បានអត់ក៏បានអញ្ចឹងណាអញ្ចឹងពេលយើងអានអត្ថបទវាមានខ្លះដូច1 3ហ្នឹងពេលខ្លះមានតែ1 2ខ្លះមានតែ1 3ពេលខ្លះមានតែ1អញ្ចឹងវាអញ្ចឹងយើងអាចអានថាអូត្រូវតែអញ្ចេះទេអត់ទេវាមានជំរឿច្រើនគ្រាន់ថាជារួមត្រូវមាន3ហ្នឹងទី1ត្រូវបង្ហាញថាប្រធានបទដែលយើងសិក្សានោះវាសំខាន់ទី2ត្រូវបង្ហាញថាមាន gap មានបញ្ហាតែយើងត្រូវសិក្សាទី3យើងបង្ហាញ outline purpose បានន័យថាបញ្ជាក់ពីគោលបំណងនៃការសិក្សារបស់យើងពេលខ្លះនេះ announcing present research បានថាការសិក្សានេះមានគោលបំណងធ្វើអីហើយពេលខ្លះទៀតគេបង្ហាញថាការសិក្សាហ្នឹងរកឃើញចេះហើយចំណុចទី3 indicating the structure of the article បានថាបង្ហាញថាការសិក្សាហ្នឹងវាមានស្អីខ្លះបន្ទាប់ពីនឹងទៀតជារួមចំណោម3នេះគេភាគច្រើន1 3អាទី2គេច្រើនអត់គេពេលខ្លះមានពេលខ្លះអត់ខ្ញុំធ្លាប់សរសេរអត្ថបទមួយខ្ញុំដាក់ទាំង3 1 2 3សម្រាប់តែអ្នក reviewer ថាកុំឲ្យនិយាយទី2ព្រោះទី2ជា finding ទុក finding យកទៅសេនៅក្នុង finding ទៅអញ្ចឹងខ្ញុំមានទី1ទី3ទី1ត្រូវតែមានព្រោះបង្ហាញពីគោលបំណងទី3អាចមានអាចអត់ព្រោះបង្ហាញពីថាតើអត្ថបទទាំងមូលមានអីខ្លះអញ្ចឹងណាអញ្ចឹងអានេះជាគេហៅថា structure នៃ introduction ទាំងមូលគឺត្រូវមាន3ដំណាក់កាលហ្នឹងតែយើងនឹងនិយាយនឹងលម្អិតទៅមុខទៀតអូខេអានេះខ្ញុំគាត់បង្ហាញឲ្យបងប្អូនយើងឃើញពីភាពហាក់ប្រហែលគ្នារវាងសេចក្តីផ្ដើមនៅក្នុងភាសាខ្មែរនិងអង់គ្លេសខ្មែរគឺមានលំនាំបញ្ហាចំណោបញ្ហាចំណោទបញ្ហាដែលខ្ញុំបកជាអង់គ្លេស background research problem research question ហើយក្នុងអង់គ្លេសក៏អញ្ចឹងដែរលំនាំបញ្ហាហ្នឹងគឺនិយាយពីគេហៅថាសាវតាពាក់ព័ន្ធនឹងប្រធានបទដឹងហើយសាវតាហ្នឹងមិនមែនទៅនិយាយរឿងរ៉ាវណានៃគឺគ្រាន់តែក្នុងប្រធានបទហ្នឹងអ្វីទៅតែធ្វើឲ្យប្រធានបទសំខាន់យកមកនិយាយមក paragraph មកនិយាយចប់មក paragraph យើងចូលចំណុចទី2យើងថាមានរឿងរ៉ាវឬមានបញ្ហាស្រាវជ្រាវតែយើងគួរសិក្សាពាក់ព័ន្ធប្រធានបទហ្នឹងដោយសារអីអត់ទាន់មានអ្នកសិក្សាឬក៏អត់មានលទ្ធផលណាដែលគួរទុកចិត្តបានអីចឹងណាព្យាយាមរកមើលបញ្ហាហើយយើងផ្ដល់ពីគោលបំណងនៃការស្រាវជ្រាវហើយនឹងបញ្ជាក់ពីសំណួរស្រាវជ្រាវចប់យើងធ្វើ3នឹងបានគឺក្នុង introduction យើងគឺចប់ហើយយើងចូលទៅ
review ឯងវាអញ្ចឹងណាតែមកទៀតខ្ញុំនៅបង្ហាញពីអត្ថបទស្រាវជ្រាវមួយចំនួនដែលខ្ញុំបានសរសេរហើយយកមកឲ្យ analyze ទាំងអស់គ្នាមើលហើយយើងទៅសរសេរគឺដូចគ្នាអញ្ចឹងនៅពេលដែលខ្ញុំreview អត្ថបទឲ្យគេបើថាមានបងប្អូនយើងសរសេរអត្ថបទមកពឹងខ្ញុំឲ្យជួយមើលឬក៏ចង់ខ្ញុំជួយសរសេរឬក៏គេបោះពុំយើងត្រូវឲ្យ comment ឬគេខ្ញុំមើលតែប៉ុណ្្នឹងខ្ញុំមើល introduction បាច់មកខ្ញុំដឹងថាតើអ្នកឯងមាននិយាយពី background trên បទនឹងនៅអត់មានខ្ញុំថា please add background តើគាត់មានព្យាយាមបង្ហាញពី research gap នៅឬក៏ research problem នៅបើអត់មានទេបើថា introduction ហ្នឹងវាអត់បានការទេវាអត់ល្អហើយបើមានបញ្ហាហើយតើមានបង្ហាញពីគោលបំណងនៃការស្រាវជ្រាវច្បាស់អត់ចឹងវាពាក់ព័ន្ធគ្នាអញ្ចឹងណាពីសាវតានៃរឿងរ៉ាវទូទៅពាក់ព័ន្ធប្រធានបទបញ្ហានៅក្នុងប្រធានបទហ្នឹងដែលយើងចង់មកសិក្សាហើយគោលបំណងនៃការសិក្សាហើយទៅមុខទៀតខ្ញុំនឹងបង្ហាញថាតើបញ្ហានៃការស្រាវជ្រាវយើងរកមិនឲ្យឃើញបញ្ហាវាមានកលឹះរបស់វាទៀតអញ្ចឹងណាបាទតែខ្ញុំព្យាយាមបញ្យល់នឹងស្ដាយឲ្យលម្អិតអូខេអញ្ចឹងមាន3គេហៅ3ដំណាក់កាលហ្នឹងក្នុងការសរសេរ introduction ទី1គឺ key term របស់គេប្រើពាក្យ establish a territory ដែលល្បីអា model ហ្នឹងគេហៅថា CAS model CAS ហ្នឹងស្មើនឹង creating research space ក្នុង introduction យើងធ្វើម៉េចមាន3ដំណាក់កាលហ្នឹងដើម្បី create space សម្រាប់យើងមិនថាយើងចាប់កន្លែងមួយដើម្បីសរសេរអត្ថបទហ្នឹងព្រោះក្នុងការសិក្សាស្រាវជ្រាវប្រធានបទដូចគ្នាក៏ដោយយើងសរសេររឿងអាចបានច្រើនយើងចាប់មុំផ្សេងគ្នាយកមកសរសេរណាបើថាលើឧទាហរណ៍ប្រធានបទមួយពាក់ព័ន្ធទៅនឹង digital education ជាងប្រធានបទជា digital education ប៉ុន្តែយើងក្នុង digital education យើងចង់និយាយពីអីខ្លះកើសិស្សគាត់យល់មិនរឿង digital education មួយចំណុចហ្នឹងណាតើគ្រូគាត់គិតមិនរឿង digital education 2គ្រូសិស្សគាត់គិតមិនរឿង digital education 3ចុះអាណាព្យាបាលឬក៏នាយកសាលាគិតមិនរឿង digital education 4ស្អីក៏បានដែរយកតែរឿង digital education មួយចង់សរសេរ100អត្ថបទក៏បានដែរគឺយើងចាប់មុំតិចផ្សេងគ្នាយកមកសរសេរអញ្ចឹងមុននឹងចាប់មុំនឹងបានយើងទី1យើងត្រូវបញ្យល់ background នៅ context នឹងក្នុងប្រធានបទនឹងសិនឧទាហរណ៍ digital education យើងអាចនិយាយថាអូខេដោយសាររឿង globalization ឥឡូវយើងចូលដល់សតវត្សទី21 industry 4.0 អញ្ចឹងទៅ covid ផងអីផងអញ្ចឹងទៅធ្វើឲ្យអា online education ឬក៏ digital education វាផុសផុលខ្លាំងអញ្ចឹងណាដែលរឿង digital education ជារឿងក្តៅមួយដែលយើងគួរតែសិក្សាស្វែងយល់បន្ថែមអីចឹងទៅដោយសារតែពិភពលោកឈានទៅដល់ industry 4.0 ចិត្តចូល 5.0 អីចឹងទៅណាអញ្ចឹងហ្នឹង background context អីយើងនិយាយទូទៅរឿងរ៉ាវបរិបទទូទៅក្នុងសកលលោកក៏ដោយក្នុងប្រទេសកម្ពុជាក៏ដោយពាក់ព័ន្ធនឹង digital education ប៉ុន្តែការនិយាយគេ flow ពី general to specific បានថានិយាយរឿងទូទៅក្នុងសកលអញ្ចឹងបានចូលមកកម្ពុជាហើយការសរសេរអ្នកខ្លះគាត់សរសេររឿងខ្មែរមក paragraph គាត់ចូលទៅរឿងពិភពលោកអញ្ចឹងទៅពិភពលោកចប់គាត់ចូលមករឿងខ្មែរវិញខ្ញុំជួបច្រើនអាហ្នឹងព្រោះខ្ញុំធ្វើ editor កែអត្ថបទឲ្យគេហ្នឹងវាច្រើនយ៉ាងហ្នឹងខ្ញុំឃើញអស់ទាំងខ្មែរទាំងអង់គ្លេសគាត់សរសេររបៀបថា flow ហ្នឹងគឺអត់ដឹងក្បាលដឹងអត់ទុយទេគាត់នឹកឃើញអីគាត់សរសេរអញ្ចឹងមកអញ្ចឹងទៅយើងអានគឺគ្រាន់ឃើញវិលមុខហ្មងបានថាអានេះសរសេរអត់ដឹងអីផងហ្នឹងអញ្ចឹងយើងត្រូវប្រាប់ថាសូមលុបចោលកែសារថ្មីចេញ flow ឲ្យត្រូវមកពី general to specific ហ្នឹងទៅហ្នឹង background តែអត់ទាន់ចូលបរិបទខ្មែរទេគឺនិយាយទូទៅសិនទៅហើយបានយើងចុះផ្ដើម establish a niche ហ្នឹងគឺព្យាយាមរកមើលបញ្ហាស្រាវជ្រាវមួយយកមកដាក់នៅក្នុងអត្ថបទយើងឬក៏ព្យាយាមរក gap ណាមួយដែលយើងចង់ fill ចង់បំពេញវានៅក្នុងអត្ថបទហ្នឹងអញ្ចឹង explain one area of your topic is missing information that current research is inadequate ព្យាយាមរកមួយចំណុចនៅក្នុងប្រធានបទ digital education លើនេះមួយចំណុចនៅក្នុង digital education ដែលយើងគិតថាអត់ទាន់មានអ្នកសិក្សាឬក៏អត់ទាន់មានព័ត៌មានច្បាស់លាស់ជា gap ឬក៏ research បច្ចុប្បន្នហ្នឹងវាអត់ទាន់ពេញលេញអាហ្នឹងហើយជា gap ហើយបានយើងចង់រក gap ហ្នឹងព្រោះអាហ្នឹងគឺវាធ្វើឲ្យ research របស់យើងវាមានតម្លៃវា strong បានថាយើងមកហ្នឹងគឺមិនមកនិយាយរឿងដដែលទេគឺយើងមកនិយាយរឿងដែលអត់ទាន់មានអ្នកនិយាយ
ឬក៏មានគេនិយាយហើយតែនិយាយអត់ទាន់ច្រើនឬក៏អត់ទាន់គ្រប់ឬក៏គេនិយាយតែខ្វះចំណុចនេះអញ្ចឹង gap របស់យើងគឺអាហ្នឹងអញ្ចឹងណានិយាយបញ្ហារកឃើញហើយបានយើងបង្ហាញពីគោលបំណង occupy យើងអានេះហ្នឹងគឺបង្ហាញគោលបំណងអញ្ចឹងបានថាដល់សាវតាលើកបញ្ហាបញ្ជាក់ពីគោលបំណងនៃការសិក្សាតែ3ហ្នឹងឯងគេណាដូចដំណងបញ្ហាចំណោបញ្ហាអញ្ចឹងតែ3ហ្នឹងគ្នាយើងធ្វើឲ្យ3ហ្នឹងបានគឺ introduction ហ្នឹងគឺចប់ហើយចប់ហើយយើងខ្ញុំពេលសរសេរអត្ថបទស្រាវជ្រាវគ្រប់អត្ថបទស្រាវជ្រាវមុនសរសេរយើង outline របស់យើងដឹងហើយថាក្នុង introduction យើងមាន3ផ្លូវហ្នឹងអញ្ចឹងខ្ញុំដាក់បើខ្ញុំធ្វើការជាមួយមិត្តភ័ក្តិអីដែលសរសេរមួយគ្នាខ្ញុំ outline ឲ្យថាអូខេក្នុង introduction និយាយបាន3រឿងមកទី1ផ្ដល់ background តិចតួចចាក់ព័ន្ធប្រធានបទហ្នឹងលើកពីបញ្ហាស្រាវជ្រាវឬក៏ gap ទី3បង្ហាញពីគោលបំណងនៃការសិក្សាស្រាវជ្រាវចប់ហើយបានយើងចូល literature review អញ្ចឹងណាអញ្ចឹងពេលយើងសរសេរតាមហ្នឹងគឺអូខេការងារអញដំបូងគឺត្រូវផ្ដល់ background មួយយើងសរសេរពី digital education និយាយពី digital education តិចមកហើយមិនចេះតែនិយាយតាមគំនិតយើងត្រូវអានអត្ថបទគេអានខ្សែអានអី report អីផ្សេងយកមកនិយាយអញ្ចឹងណាចូលទៅរឿងទី2រឿងបញ្ហាឥឡូវក្នុង digital education យកបញ្ហាអីមកនិយាយបញ្ហាថាសិស្សនិស្សិតមិនសូវយល់ពីរឿង digital education ឧទាហរណ៍ណាឬក៏បញ្ហាពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការអនុវត្ត digital education គ្រូអត់សូវមានសមត្ថភាពឬក៏គាត់ខ្វះចំណេះដឹងក្នុងការអនុវត្តអានឹងឬក៏ចង់ដឹងពីទស្សនៈទូទៅរបស់សិស្សទៅលើរឿង digital education គេដែរអីក៏បានដែរពាក់ព័ន្ធនៅក្នុងប្រធានបទឥឡូវនេះទូទៅហ្នឹងហើយបើយើងចំណុចហ្នឹងបន្ទាប់ពីហ្នឹងទៀតយើងប្រាប់ពីគោលបំណងការសិក្សានេះមានគោលបំណងស្វែងយល់ពីទស្សនៈរបស់និស្សិតទៅលើការអនុវត្ត digital education នៅក្នុងសាលាមួយឧទាហរណ៍ណាហើយការងារយើងចប់ហើយពាក់ព័ន្ធនឹង introduction អានេះលំអិតតែខ្ញុំគិតថាខ្ញុំនិយាយមកច្រើនហើយមិនបាច់តាំងអត់ទៀតក៏បានហើយគាត់ហ្នឹងចេះក្នុងការលើកថាប្រធានបទរបស់យើងសំខាន់វាមាន3ដំណាក់កាលដែល3ដំណាក់កាលហ្នឹងយើងមើលពី ON នេះបានថាយើងនិយាយទាំង3ហ្នឹងក៏បានយើងនិយាយតែមួយក៏បានដំណាក់កាលទី1យើងព្យាយាមបង្ហាញថាប្រធានបទហ្នឹងសំខាន់នេះអ្នកនិពន្ធបង្ហាញទៅឲ្យអ្នកអានអត្ថបទថាការសិក្សានៅក្នុងប្រធានបទហ្នឹងគឺជា significant well established research area ដែលសំខាន់ធ្វើម៉េចទៅឲ្យថាប្រាប់ថាអត្ថបទប្រធានបទហ្នឹងសំខាន់ making topic generalization make statement about current knowledge practices and phenomena in the field គឺនិយាយទូទៅពាក់ព័ន្ធប្រធានបទហ្នឹងថាតើវាមិនហើយឥឡូវហ្នឹងការអនុវត្តទូទៅមិនហើយមានបាតុភូតអីឬក៏អីអញ្ចឹងណាហើយ review previous research item of research author relate what has been found on the topic who found it គឺបង្ហាញថាតើគេរកឃើញអីខ្លះហើយនរណាគេរកឃើញអីអញ្ចឹង3ហ្នឹងយើងធ្វើទាំង3ក៏បានយើងធ្វើមួយក្នុងចំណោម3ហ្នឹងក៏បានហើយគេមាន clear យើងឧទាហរណ៍ណា recently there have been interest in several studies have suggested thatអីចឹងទៅមិនធ្វើទៅឲ្យតែបង្ហាញថាប្រធានបទដែលយើងកំពុងតែយកមកសរសេរហ្នឹងគឺជាប្រធានបទសំខាន់ដែលយើងគួរតែធ្វើការសិក្សាពីលើវាទៅលើវាអញ្ចឹងណាហ្នឹងហើយចប់មួយដំណាក់កាលទី2ត្រូវចាប់មុំណាមួយនៅក្នុងប្រធានបទហ្នឹងឬក៏លើកបញ្ហាណាមួយនៅក្នុងប្រធានបទហ្នឹងយកមកដាក់ជាបញ្ហាដើម្បីធ្វើការសិក្សាតាមពិតវាមាន4វិធីសាស្ត្រក្នុងការធ្វើអាហ្នឹងយើងធ្វើទាំង4ក៏បានធ្វើ2 3ក៏បានតែខ្ញុំ recommend ធ្វើតែមួយបានហើយគឺធ្វើអា indicating gap នេះយើងអាចធ្វើអាទី1ក៏បានគឺយើងលើកអះអាងប្រឆាំងទៅគេវិញ refute ឬក៏ challenges earlier research
anh ấy hiện của bạn tích để ra ta dương nhưng mà đang nè na phong tới bị chăng mùi kế vì ở sân xóm á thế chớn nè xào chơi là bảy cái bị chăng cái này rồi thằng nè đi đâu khơi chơi hói nè đi mà tha ok ca đâu khơi nước hai cho mình ô thì nhầm trong bằng hai ca sắc xa mối đại đâu khơi thành trẻ bình chẳng á nè hai tí pí cứ còn là bằng hai tha ca xa bị muốn nó viên là khoa cho nó đi đại ở toàn sắc xa bị đường đi rồi cóបញ្ហានេះអត់ទាន់មានsắc xaហើយទីធ្វើនិស្សិតនៅខ្មែរស្រួលទេដើម្បី indicate គេនឹង gap ហ្នឹងគឺយើងគ្រាន់តែលើកថារឿងហ្នឹងគេសិក្សាអស់ហើយនៅថៃនៅចិននៅវៀតណាមនៅអាមេរិកគ្រាន់នៅខ្មែរអត់ទាន់មានសិក្សាពីរឿងហ្នឹងទេអញ្ចឹងខ្ញុំយករឿងហ្នឹងមកសិក្សានៅក្នុងប្រធានបទហ្នឹងនៅក្នុងអត្ថបទហ្នឹងអាហ្នឹងគេហៅ indicating a gap តែមើលយើងបង្ហាញឧទាហរណ៍ឲ្យមើលណាជួនកាលយើងលើកជាសំណួរដែលយើងឆ្ងល់យើងចង់បញ្ជាក់ថាសំណួរហ្នឹងអត់ទាន់មានចម្លើយទេអញ្ចឹងយើងគួរតែសិក្សាដើម្បីរកមើលចម្លើយសម្រាប់សំណួរហ្នឹងហើយទី4នេះគឺគ្រាន់តែបង្ហាញថាប្រធានបទហ្នឹងគឺសំខាន់អញ្ចឹងយើងគួរតែសិក្សាពីប្រធានបទហ្នឹងបន្ថែមទៀតទោះបីមានការសិក្សាមកច្រើនហើយក៏ដោយក៏គួរតែសិក្សាបន្ថែមទៀតដើម្បីឲ្យយល់ពីរឿងហ្នឹងកាន់តែច្រើនឃើញទេអញ្ចឹងក្នុងចំណោម4ហ្នឹងយើងរើសមួយមកឬក៏រើស2ទៅភាគច្រើនអា2 4ហ្នឹងដើរមួយគ្នាយើងថាមានការសិក្សាច្រើនក៏ប៉ុន្តែការសិក្សាពាក់ព័ន្ធនឹងអានេះគឺអត់ទាន់មានហើយបើយើងសិក្សាពីអាហ្នឹងធ្វើឲ្យយើងកាន់តែយល់ច្បាស់អំពីរឿងហ្នឹងឃើញទេអញ្ចឹង2 4អញ្ចឹងដំណាក់កាលទី2 move to ហ្នឹងយើងព្យាយាមលើកពី gap បង្ហាញថាបើយើងសិក្សាពីអាហ្នឹងយើងនឹង fill gap ហ្នឹងហើយយើងនឹងបានព័ត៌មានថ្មីឬក៏ create new knowledge ចប់ហើយនេះស្រួលផុតអានេះហើយគឺ occupy ជាង niche ហ្នឹងគ្រាន់តែបង្ហាញថាគោលបំណងនៃការសិក្សារបស់យើងពីអីអញ្ចឹងវាមាន step 3 step ទី1មាន2មួយណាក៏បានយើងបង្ហាញពីគោលបំណងថា in this article I review that ឬក៏ this study aim to យើងទៅឬក៏បង្ហាញថាការសិក្សាហ្នឹងនិយាយពីអីនឹងមួយពីរហ្នឹងមួយណាក៏បានដែរអីទេតែបើយើងបន្តទៀតយើងអាចបង្ហាញពីលទ្ធផល announcing principal finding អញ្ចឹងគេ announce finding ខ្លីទេនៅក្នុងintroduction ហ្នឹងព្រោះអត់អាចច្រើនទេព្រោះទុកនៅក្នុង finding ហើយចុងក្រោយគេគឺបង្ហាញថាការសិក្សាហ្នឹង research ហ្នឹងគឺយើងសរសេរពីអីខ្លះ this paper structure as follow ទៅពេលខ្ញុំបង្ហាញហើយខ្ញុំសរសេរមកពីដើមមកពីច្រើនអាទី3ហ្នឹងអត់ចោលទេ step 3ហ្នឹងមានរហូតគឺយើងបង្ហាញថាបន្ទាប់ពីនឹងទៀតតើអត្ថបទហ្នឹងនិយាយពីអីអញ្ចឹងអ្នកអានគាត់អានមកដល់ត្រង់ហ្នឹងគាត់ដឹងថាទៅមុខទីមានអីនិយាយពីបញ្ហាប្រឈមនិយាយពី solution និយាយពីអីអញ្ចឹងណាអញ្ចឹងមានរហូតហើយយើងខ្ញុំធ្លាប់បរៀនពាក់ព័ន្ធនឹងរបៀបសរសេរ review article គឺ follow តាមនឹងដូចគ្នាអញ្ចឹងណាអញ្ចឹងជាសរុបមកវិញសង្ខេបគឺក្នុង introduction មួយយើងត្រូវមាន3ផ្នែកដឹងខ្លួនឯងថាឲ្យទៅពេលសរសេរ introduction អញត្រូវលើក3រឿងមួយមកសរសេរទី1ផ្ដល់ព័ត៌មានទូទៅពាក់ព័ន្ធប្រធានបទហ្នឹងបញ្ជាក់ថាប្រធានបទហ្នឹងគឺសំខាន់តែយើងគួរតែសិក្សាពីវាអីក៏ដោយ digital education យើងថាវាសំខាន់ transformational leadership យើងថាវាសំខាន់ research យើងថាវាសំខាន់ STEM education យើងថាអាហ្នឹងសំខាន់ហើយយើងសិក្សាអំពី teaching method ឧទាហរណ៍ថាស្អី inquiry based learning យើងថា inquiry based learning សំខាន់តែយើងថាសំខាន់មិនចេះតែថាទេណាយើងត្រូវមានការសិក្សាមកគ្រប់គ្រងការយើងសរសេរថាសំខាន់នេះដូចខ្ញុំធ្លាប់សរសេរអំពីចក្ខុវិស័យកម្ពុជាចង់ខ្លាយជាសង្គមពុទ្ធិ knowledge based society ខ្ញុំថាការផ្លាស់ប្ដូរទៅជាសង្គមពុទ្ធិគឺសំខាន់ដោយសារបច្ចុប្បន្នគឺជាសម័យគេហៅ knowledge economy សម័យគេលក់ចំណេះដឹងគេមិនមែនសម័យជីករ៉ែយកមកលក់ដូចមុនទៀតទេដូចសិង្ហបុរីវាមានរ៉ែណាជីកដើម្បីលក់ឲ្យយើងវាយកតែចំណេះដឹងវាបង្កើតបានបង្កើតបច្ចេកវិទ្យាបង្កើតស្អីចេញពីចំណេះដឹងលក់បានបាត់ហើយយើងវាអត់ចេះបង្កើតចំណេះដឹងយើងជីកមាសជីករ៉ែលក់រហូតតែមាសនឹងរ៉ែយូរវាអស់ហើយពេលយើងលក់មិនអញ្ចឹងតែចំណេះដឹងអត់អស់ទេបង្កើតថ្មីរហូត new knowledge អញ្ចឹងយើងបង្ហាញថានោះសំខាន់អញ្ចឹងខ្ញុំសរសេរមក paragraph សំខាន់អាហ្នឹង knowledge society សំខាន់ការងារនោះចប់ហើយអញ្ចឹងខ្ញុំចូលទី
rồi mới kẹp rồi mới bánh ha bẹ pon từ nâng knowledge society rồi có trên bọt nâng trong thọ tham knowledge society trên bọt nhung xây đó nè nhưng ta khai dương vì trong khai chỉ dừng cung bự thị vision for knowledge society có vấn đề là bây khai dừng cung bự thị bán cho là dương nước miền và cao nhẹ miền trên nét đằng bố to tham miền nhẹ trên nét đằng ban control dừng cung để bưng từ lối trên nét ông bàn chẳng nhầm lượcបញ្ហា រឿង high education system vì nơi miền cầm rật nơi miền បញ្ហា nè anh nâng gap anh nâng gap tha បញ្ហា mình chẳng nè problem in need of further investigation ចឹងខ្ញុំលើកថាយើងចង់ខ្លាចជាសង្គមប្រតិមែនប៉ុន្តែ education system របស់យើងវានៅមានកម្រិតនេះតែយើងជួយធ្វើម៉េចឲ្យប្រជាជនយើងខ្លាចជា knowledge worker to support knowledge society ចឹងខ្ញុំលើកបញ្ហានឹងមួយជ្រុងទូចមួយនៅក្នុងរឿង knowledge society ហ្នឹងដើម្បីយកមកខ្លាយជា problem ខ្លាយជា gap ដើម្បីយើងសិក្សាពីវាចឹងខ្ញុំ identify ហើយថាយើងចង់មែនប៉ុន្តែបញ្ហារឿងអប់រំជាពិសេសរឿង high education របស់យើងវានៅមានបញ្ហាចឹងខ្ញុំបានលើកបញ្ហាហ្នឹងហើយខ្ញុំព្យាយាមគេហៅ establishing a niche ហ្នឹងគឺចំណុចពិសេសរបស់យើងចំណុចពិសេសក្នុងអត្ថបទយើងគឺចំណុចដែលយើងរកបញ្ហាឃើញហើយយើងចង់ដោះស្រាយបញ្ហាចឹងដល់ពេលចូលទី3គឺខ្ញុំបង្ហាញថាគោលបំណងនៃការសិក្សាហ្នឹងគឺស្វែងយល់អំពីថាតើយើងត្រូវធ្វើម៉េចខ្លះដើម្បីប្រែប្លាយកម្ពុជាក្លាយជាសង្គមវិទ្យាចឹងខ្ញុំ introduce research aim question objective យ៉ាងហ្នឹងណាហើយចុងក្រោយបង្ហាញថាការសិក្សាមានអីខ្លះstructure organization of the article ចឹងជារួមក្នុងប្រធានបទមួយប្រធានបទអីក៏ដោយអ្នកនរគ្នាដើរតាម3ដំណាក់កាលហ្នឹងដំណាក់កាលទី1និយាយពីប្រធានបទហ្នឹងបន្តិចដំណាក់កាលទី2រកមើលបញ្ហាណាមួយនៅក្នុងរឿងពាក់ព័ន្ធនឹងប្រធានបទហ្នឹងដំណាក់កាលទី3បង្ហាញពីគោលបំណងនៃការសិក្សាស្រាវជ្រាវរបស់យើងថាការសិក្សាគឺព្យាយាមដោះស្រាយបញ្ហាហ្នឹងឬក៏ fill the gap ឬក៏អីយ៉ាងទៅអញ្ចឹងតែប៉ុណ្ណឹងគ្រប់អត្ថបទទាំងអស់ចង់ប្រធានបទអីក៏ដោយគឺយើងដើរតាមផ្លូវហ្នឹងទៅគឺក្នុង introduction មួយយើងលែងខ្វល់ថាអូអញមិនដឹងសេ introduction មិនកាំងបងខ្ញុំអត់ដែរកាំងសេ introduction ព្រោះខ្ញុំដឹងថាសរសេរវាមាន3ហ្នឹងអញ្ចឹងអ្នកឯងឲ្យ topic ស្អីក៏បានក៏ខ្ញុំសរសេរចេញដែរដោយសារអីដោយសារដឹងថាវាមានដំណាក់កាលវា1ពី3ហ្នឹងដូចក្នុងតែសេចក្តីខ្មែរអញ្ចឹងខ្ញុំលើកមកវិញណានាំបញ្ហាចំណុចបញ្ហាហ្នឹងអង់គ្លេសនាំបញ្ហាវាគឺបង្ហាញ background មិនមែនទៅនិយាយរឿងតាំងពីជំនាន់100ឆ្នាំមុនគឺនិយាយប្រហែលហ្នឹងឧទាហរណ៍រឿង digital education យើងលើកថាសម័យឥឡូវវាជា globalized world ជា industry 4.0 យើងរឿង digital education វាផុសផុលខ្លាំងអញ្ចឹងយើងជារឿងដែលសំខាន់ដែលប្រទេសមួយគួរតែ promote វាចប់ក៏ប៉ុន្តែទោះបីជាសង្គមមួយបដូរទៅសង្គម digital ក៏ដោយប៉ុន្តែដើម្បីឲ្យ digital education ឬក៏ digital society នឹងវាដំណើរការបានតើតាមាន infrastructure មាន resource មានអីគ្រប់គ្រង digital education however នេះ gap នេះក៏ប៉ុន្តែក្នុងបរិបទកម្ពុជាវានៅខ្វះខាតច្រើនពាក់ព័ន្ធនឹង digital education នឹងជាពិសេសសាលាតាមខេត្តអីចឹងទៅគាត់អត់មាន resource អត់មានកុំព្យូទ័រអត់មាន internet អីដើម្បីជួយគ្រូជួយសិស្សក្នុងការអនុវត្ត digital education គេដែរយើងលើកបញ្ហាមកភ្លាមដោយសារការសិក្សាពាក់ព័ន្ធនឹងវានៅមានកម្រិតដែរដូច្នេះការសិក្សារបស់ខ្ញុំនឹងសិក្សាអំពីរឿង digital education យើងចូលទី3បង្ហាញពី objective problem អញ្ចឹងនេះវាអាច problem នៅក្នុងនេះក៏បានតែនេះជា gap ជាបញ្ហា gap តែមួយណា gap ឬក៏ problem រឿងតែមួយក្នុងដំណាក់កាលទី2ដំណាក់កាលទី3យើងបង្ហាញពីគោលបំណងបង្ហាញពី question បង្ហាញពី structure រចនាសម្ព័ន្ធនៃអត្ថបទហ្នឹង structure ហ្នឹងបានថាបន្ទាប់ពី introduction ទៅយើងមានអីទៀតមាន literature review មាន method មាន finding មាន discussion បង្ហាញគេអញ្ចឹងធ្វើប៉ុណ្្នឹងបានគឺ introduction យើងចប់ហើយអញ្ចឹងគ្រប់ប្រធានបទទាំងអស់អ្នកទាំងអស់នេះធ្វើតាមហ្នឹងទៅហើយហ្នឹងមិនខ្ញុំអ្នកបង្កើតគឺមានគេសិក្សាស្រាវជ្រាវគេបង្កើតអា model ហ្នឹងមួយហ្នឹងគឺល្បីពេញពិភពលោកហើយបានថាឲ្យតែរឿង introduction គេយករឿង model ហ្នឹងមកនិយាយហើយគឺត្រូវមាន establish a research territory establishing a niche and occupying a niche អីចឹងទៅ
ដែលបង្ហាញពី background បង្ហាញពីបញ្ហាបង្ហាញពីគោលបំណងនៃការសិក្សាអញ្ចឹង3នឹងចប់អានេះខ្ញុំគាត់បន្ថែមមួយគ្នាយើងមើលទូទៅគេចេញមកអញ្ចឹងនេះ introduce the topic describe background ពីនឹងស្មើនឹង background អានឹងដំណាក់កាលទី1ណា establishing research territory នឹង establishing research problem នេះបង្ហាញពីបញ្ហាស្រាវជ្រាវអាទី3នឹងវាស្មើនឹងអានេះ establishing niche គឺ background មុនគេបន្ទាប់មកបញ្ហាស្រាវជ្រាវបន្ទាប់មកទៀតគោលបំណងអញ្ចឹង background គឺស្មើដល់ពីនេះ introduce the topic ហើយនឹង describe background គឺតែមួយទេពីនឹងស្មើនឹង background establishing your research problem បង្ហាញបញ្ហាទី4បង្ហាញពីគោលបំណង map out the paper បង្ហាញថាតើអត្ថបទនឹងនិយាយពីអីខ្លះទី4នេះគោលបំណងនៃការសិក្សានឹង research aim research objective នឹងអញ្ចឹងណាអញ្ចឹងគេប្រវាយចេញជា5មែនប៉ុន្តែវានៅតែ3នឹងដែរទេ1 2ស្មើនឹងទី1ទី2ស្មើ3ស្មើទី2ហើយនឹង4 5ស្មើទី3គឺអាមូលនេះគឺវាคล้ายជា model ហើយ model ហ្នឹង model មួយដែលថាគ្រប់អត្ថបទស្រាវជ្រាវត្រូវមាន3ហ្នឹងនៅក្នុង introduction បើអ្នកអត់មានទេបានថាអ្នកឯងទៅសេហ្នឹងគឺខុសពី model ទូទៅរបស់គេហើយរបៀបថាក្នុងភាសាខ្មែរយើងមានចំណងបញ្ហាចំណូលបញ្ហាចំណត់បញ្ហាយើងទៅសេខុសពីហ្នឹងក៏បានដែរគាត់ថាគេមើលមកវាអត់ត្រូវដើរតាមក្បួនអញ្ចឹងណាហើយអ្នកខ្លះទៀតគាត់ដើរតាមក្បួនគាត់បោះពុំបានមកឡើងអីដោយសារអត្ថបទហ្នឹងអត់មានអ្នក review ទេគាត់ផ្ញើទៅឲ្យ journal ទៅគេគ្រាន់ឲ្យកែ format អីតិចតួចបោះពុំទៅបងលុយឲ្យគេទៅបានតែពេលគេយកមកមើលសរសេរអត់ដឹងក្បាលដឹងទៅអញ្ចឹងណាដោយសារអីដោយសារវាអាចទី1យើងអ្នកសរសេរហ្នឹងអត់ដឹងថាក្នុង introduction ហ្នឹងជាគោលការណ៍គេមានអីហើយយើងទៅបោះពុំពេលខ្លះ journal ហ្នឹងគាត់អត់មើលទៀតបោះតាំងយើងសេមិនបោះទៅអញ្ចឹងចឹងទៅវាខូចវាអត់មានគុណភាពអញ្ចឹងហើយយើងជាអ្នកអាននេះអ្នកស្រាវជ្រាវបន្តនេះរួមទៅយកតាមអ្នកមុនហ្នឹងយកមកធ្វើតាមខុសទៅទៀតអត់ដឹងខុសទេព្រោះថាខ្ញុំធ្វើតាមអ្នកនេះគេបោះពុំហើយអីខ្ញុំឃើញច្រើនខ្ញុំប៉ះច្រើនហ្នឹងពេលខ្លះខ្ញុំចង់សោតដែរយើងយកតាមគេមែនតែអ្នកដែលគេសរសេរមុនយើងនោះតើគេសរសេរល្អឬក៏អត់គេបោះពុំនៅណាបើក្នុង journal ដែលអត់គុណភាពអ្នកសរសេរហ្នឹងពេលខ្លះគាត់សរសេរអត់មានគុណភាពយើងធ្វើតាមគាត់គឺខុសយើងដែរថាយើងយកគំរូមួយដែលអត់ល្អយកមកធ្វើតាមអញ្ចឹងបើថាគេធ្វើចោលយើងទៅយកគំរូចោលធ្វើតាមអញ្ចឹងណាអានឹងអត់កើតទេអញ្ចឹងឥឡូវខ្ញុំបង្ហាញឲ្យអ្នកទាំងអស់គ្នាដឹងហើយថាសរសេរអីសេទៅសូមឲ្យចេញ3ដំណាក់កាលហ្នឹងមក3 step ហ្នឹង3ជំហានបង្ហាញពី background បង្ហាញពីបញ្ហាបង្ហាញពីobjective ហើយចង់ប្រវាយទៅប្រមាណក៏បានដែរក៏ដូចគ្នានេះ background missing gap objective significant នេះ time hypothesis overview of paper structure អានេះចុងក្រោយបង្ហាញថាអត្ថបទនិយាយពីអី research អានេះ research question មានអីពីខ្លះមាន hypothesis ខ្លះអត់អញ្ចឹងណា significant ហ្នឹងយើងយកមកដាក់មុខនេះក៏បានយើងទុកហ្នឹងក៏បានអត់មានក៏បានអត់អីទេអ្វីដែលត្រូវមានគឺ background សំខាន់បន្តមកទៀតបញ្ហា research problem ឬក៏ gap ហ្នឹងក៏សំខាន់គោលបំណងនៃការសិក្សាសំខាន់អញ្ចឹងមានប្រមាណហ្នឹងអានេះយើងមើលទៅអត់សូវត្រូវមួយអ្វីយើងមើលមកនេះអានេះត្រូវជាងនេះតែជារួមគឺ3ហ្នឹងគឺចេញ1 2 3ហ្នឹង